សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសប្តាហ៍នេះខ្ញុំបង្ហាញពីរបៀបក្នុងការ install Mac OS វាជាផលិតផលរបស់ Apple តោះនេះបាទអញ្ចឹងការ install Mac OS វាមិនខុសពីការ install Windows XP Windows 7 និង Windows 8ទេប៉ុន្តែគ្រាន់តែវាទាមទារឲ្យយើងមានកម្មវិធីមួយចំនួនទៀតដើម្បីជំនួយតោះនេះបាទអូខេទី1តម្រូវឲ្យយើងធ្វើការ install program មួយដែលមានឈ្មោះថា VMware បាទ VMware នេះអាចប្រើប្រាស់ version 8ក៏បាន version 9តោះនេះបាទឥឡូវខ្ញុំប្រើប្រាស់កម្មវិធី VMware version 9ទី2តម្រូវឲ្យធ្វើការ install កម្មវិធីមួយទៀតដែលមានឈ្មោះថា Mac OS X Lion VMware File អញ្ចឹងដល់ពេលយើង install កម្មវិធីនេះហើយវានឹងបង្កើត folder មួយដែលមានឈ្មោះថា VMware Workstation Unlocker សម្រាប់ support ជាមួយនឹង Windows តោះនេះបាទបន្តមកទៀតយើងធ្វើការបើក file មួយដែលមានឈ្មោះថា file Windows ដែល file នេះត្រូវបានបើកដំណើរការជាមួយនឹង user ដែលដើរតួជា administrator បាទយើងអាចហៅ run as ជាមួយនឹង administrator បន្តមកទៀតយើងត្រូវមាន file ISO បាទ file ISO ដែលជាប្រភេទ file Mac OS X Lion version 10.5.9.7 ប្រើមួយណាក៏បានដែរចឹងនេះយើងអាចធ្វើការ download បាទអានេះប្រៀបបានដូចជា DVD Windows XP Windows 8ឬក៏ DVD របស់ Mac អញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញពីការ install Mac អញ្ចឹងយើងត្រូវមាន file ISO របស់ Mac បងនេះបាទអូខេអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញពីកម្មវិធី VMware version 9ចឹងអ្វីយើងកំពុងឃើញអ្នកទាំងអស់នេះកំពុងឃើញនេះគឺជាកម្មវិធី VMware version 9តោះនេះបាទអូខេបន្តមកទៀតខ្ញុំចាប់ដើមទៅ install បាទ program មួយទៀតហើយមានឈ្មោះថា Mac បាទនេះជា program Mac OS X Lion បាទខ្ញុំចុចលើវាពីរដងមកហើយខ្ញុំយក yes ដើម្បីធ្វើការពន្លាតហើយទីតាំងពន្លាតគឺទីតាំងនៅត្រៃ D folder software folder ISO បាទយើងដាក់ folder ណាក៏បានដែរបាទពេលនោះខ្ញុំទទួលបាន folder មួយបាទខ្ញុំទទួលបាន folder មួយដែលមានឈ្មោះថា Mac OS X Lion VMware file តោះណាបាទខ្ញុំចូលទៅក្នុង folder ហ្នឹងតែម្ដងមកហើយចូលក្នុង folder VMware Unlocker បន្តមកទៀតខ្ញុំចូលទៅក្នុង folder VMware Workstation Unlocker Windows ហើយខ្ញុំមាន file មួយឈ្មោះថា Windows បាទខ្ញុំប្រើលើ file Windows យកពាក្យថា run as administrator ហើយយក yes បាទពេលនោះវានឹងចេញផ្ទាំងខ្មៅដែលយើងកំពុងឃើញហ្នឹងបាទវានឹងកន្លែងនេះយក yes ណាយើងយក yes បាទស្វ័យមកយក enter អញ្ចឹងវានឹងដំណើរការមានន័យថាអញ្ចឹងអា script ហ្នឹងវាដំណើរការចប់ហើយបាទតោះមកខ្ញុំចាប់ back ត្រឡប់ក្រោយទៀតបាទអញ្ចឹងឥឡូវខ្ញុំបិទ folder ចោលបាទខ្ញុំបិទ folder ចោលបន្តមកទៀតខ្ញុំបើកកម្មវិធី VMware អូខេអញ្ចឹងក្រោយពីខ្ញុំបើកកម្មវិធី VMware ហើយខ្ញុំចុចទៅលើប៊ូតុង open បន្តមកខ្ញុំរើសយក drive D ខ្ញុំយក folder software folder ISO folder Mac OS ដែលយើងបានពលាហើយយក folder មួយដែលមានឈ្មោះថា Mac OS X Lion បាទហើយខ្ញុំចុចទៅលើ file មួយដែលមានឈ្មោះថា Mac OS X Lion ហើយ open អញ្ចឹងនៅពេលដែលយើង open មកវានឹងបង្ហាញ visual drive មួយដែលមានឈ្មោះថា Mac OS X Lion បាទបន្តមកយើងយកពាក្យថា edit បាទកន្លែងនេះគេថា edit visual machine setting បន្តមកទៀតនៅត្រង់កន្លែង CD DVD room នេះយើងយកប្រភេទជា file ISO បាទហើយយើងចុចទៅលើ browse បន្តមកទៀតយកលើ drive D យក folder software folder ISO អញ្ចឹងយើងមាន file បាទ file DVD របស់ Mac OS បាទដែលយើងបាន download អ៊ីនធឺណិតមកបាទហើយយើង open តមក open ទៀតឥឡូវនេះយើងចាប់ចុចទៅលើ power on ដើម្បីធ្វើការបើកនៅប្រព័ន្ធដំណើរការរបស់ Mac OS បាទយើងយក copy តាមបន្តិចបាទអូខេអញ្ចឹងអ្វីដែលយើងកំពុងឃើញនេះគឺជាប្រព័ន្ធដំណើរការរបស់ Mac ណាបាទឥឡូវខ្ញុំឲ្យ full screen ឥឡូវយើងយក use English បាទយើងនិចទៅមុខ
ដើម្បីឲ្យមកពណ៌នាការបាទតោះនៅហ្នឹងអូខេយើងយក continue បាទយើងយក I agree នេះនៅទំហំ HD របស់យើងបាទយើងស្រេចទៅលើទំហំ HD ហើយយើងយកនៅ continue ហើយយើងចាប់ដាក់ install តែម្ដងតោះនេះបាទអញ្ចឹងកន្លែងនេះវា detect ជាមួយនឹង DVD យើងអាចឲ្យវា check DVD ក៏បានមិនឲ្យវា check ក៏បានជា skip ក៏បានដែរតោះនៅហ្នឹងបាទអូខេអញ្ចឹងឥឡូវនេះវាចាប់ដើមធ្វើការ install macOS ហើយតោះអញ្ចឹងការ install macOS នេះវាមិនខុសពីការ install នៅ Windows 7 និង Windows 8ទេតោះនៅកន្លែងហ្នឹងបាទអូខេអញ្ចឹងឥឡូវនេះតើតើនឹងការ install macOS ទៅបានបញ្ចប់អញ្ចឹងបើសិនជាអស់លោកចង់បានវីដេអូបង្រៀន IT ជាភាសាខ្មែរសូមចូលទៅកាន់ website khmaifree.com បាទអាចចូលទៅមើលនេះក៏បានដែរអូខេនេះជា website khmaifree.com នៅក្នុង website នេះគឺមានវីដេអូបង្រៀន IT ជាភាសាខ្មែរមានតកតងទៅនឹងខាង programming តកតង network web design graphic និងតកតងទៅនឹង architecture តកតងហៅថាសំណង់ civil តោះនេះបាទ